តាមមានម៉ាក់ណាដូចខ្ញុំខ្លះពេលដែលកូនខូចគឺខំប្រឹងប្រាប់ខ្លួនឯងថាកុំឲ្យកាចខំប្រឹងទប់កុំឲ្យវាយកុំឲ្យនិយាយខាងដាក់កូនកុំឲ្យតម្លើងសំឡេងប៉ុន្តែយើងទប់អត់បានយើងពិតជាខំព្យាយាមតែយើងវាទប់អត់បានណាប៉ុន្តែនៅពេលដែលយើងធ្វើរឿងនោះអស់ហើយនិយាយថាតម្លើងសំឡេងដាក់កូនឬក៏យើងវាយកូនតិចតួចឬក៏យើងធ្វើអីមួយដែលយើងខំទប់ហ្នឹងណាប៉ុន្តែយើងបានធ្វើវាចេញនៅពេលដែលយើងធ្វើវារួចហើយយើងចាប់ដើមបន្ទាប់ពីកូនយើងលែងគោហើយគាត់លែងយំលែងហើយយើងមានអារម្មណ៍ចាប់ដើមស្ដាយក្រោយហ្នឹងគឺខ្ញុំផ្ទាល់តែម្ដងនៅពេលដែលខ្ញុំធ្វើចឹងដាក់កូនហើយខ្ញុំចាប់ដើមអង្គុយស្ដាយថាបើមិនហ្នឹងខ្ញុំទប់បន្តិចទៅថៃទប់បន្តិចទៅកូនខ្ញុំនឹងអត់អីទេទប់បន្តិចទៅខ្ញុំនឹងអត់បានស្រីដាក់កូនទេខ្ញុំនឹងអត់បានតម្លើងស្រីដាក់កូនទេខ្ញុំនឹងអត់បានវាយកូនទេប៉ុន្តែរឿងតែយើងគិតហ្នឹងគឺវាបន្ទាប់ហើយបានយើងចាប់ដើមមានអារម្មណ៍អង្គុយស្ដាយក្រោយតែនៅពេលដែលចាប់ដើមពុំតែមានហេតុការណ៍ហ្នឹងកើតឡើងគឺខ្ញុំទប់អត់បានទាំងអស់គ្នាខ្ញុំពិតជាទប់មិនបានហ្មងហើយពេលខ្លះព្យាយាមដែរព្យាយាមទប់ថារឿង5អញ្ចឹងខ្ញុំទប់បាន3នៅសល់2អីអញ្ចឹងណាតែ2ចុងក្រោយហ្នឹងហើយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាហេតុអីខ្ញុំធ្វើអញ្ចឹងខ្ញុំមានអារម្មណ៍ស្ដាយក្រោយខ្ញុំមានអារម្មណ៍សោកសៅពេលឃើញកូនគាត់អត់សុបាយចិត្តធម្មតាម៉ែវាយតែមានដំណាក់ណាគេសុបាយចិត្តទេត្រូវអញ្ចឹងនៅពេលយើងឃើញទឹកមុខកូនចឹងយើងមានអារម្មណ៍ថាយើងមិនគួរប៉ុន្តែយើងទប់វាអត់បានអញ្ចឹងអ្នកណាខ្លះដូចខ្ញុំគេហៅនិយាយមកថាវាយកូនឲ្យឈឺខ្លួនឯងអស់គ្នាយល់ពាក្យហ្នឹងហើយវាយកូនឲ្យឈឺខ្លួនឯងពិតមែនយើងវាយកូនយើងឈឺមែនទេយើងឈឺជាងកូន100ដងទី1យើងជាអ្នកវាយខ្លួនឯងទី2យើងឃើញកូនយើងឈឺកូនដែលយើងបង្កើតមកឲ្យគាត់ជាអ្នកឈឺហើយអ្នកដែលធ្វើគាត់ឈឺគឺជាយើងគឺយើងឈឺខ្លាំងគាត់ទ្វេដងប៉ុន្តែវាពិតជានៅតែមានហេតុផលមួយថាយើងទប់អត់បានប៉ុន្តែខ្ញុំក៏កំពុងតែបង្រៀនខ្លួនឯងឬក៏កំពុងតែស្ដាប់វីដេអូបងដែលគាត់ប្រើវិធីសាស្ត្រទន់ភ្លន់ជាមួយកូនណាខ្ញុំពិតជាកំពុងតែរៀនពិតមែនឲ្យខ្លួនឯងខាមជាងនឹងឲ្យខ្លួនឯងទប់អារម្មណ៍បានជាងនឹងឲ្យខ្លួនឯងមានន័យថាពេលដែលកូនគោពេលអីចឹងមានវិធីសាស្ត្រអីក្នុងការបងបែងដានឲ្យគាត់បាត់គោឲ្យបានលឿនបំផុតណាដើម្បីយើងកុំឲ្យយើងចាប់តាមមានអារម្មណ៍បែបហ្នឹងបើសិនជាមានម៉ាក់ណាដែលគាត់មានចំណុចល្អកន្លែងដែលថាមានបទពិសោធន៍នៅក្នុងការធ្វើមិនឲ្យកូនគាត់បាត់គោឬក៏បាត់យំដោយវិធីទន់ភ្លន់អស់នេះជួយប្រាប់ខ្ញុំផង